ជួបឃ្មុំមកសបុកឲ្យបងប្អូនធំបាទនៅក្នុងបន្លាបាទនៅក្នុងមាត់អូបាទហើយអានេះខ្ញុំរៀបចំឆ្កាយកបដាឲ្យបាទវាបន្លាច្រើនពេកហើយខ្ញុំប្រហុយផ្សែងនេះទៅបាទឥឡូវមេយើងហើអស់វាកន្លែងដែលឃើញហ្នឹងគឺវាវាក់បងប្អូនវានៅជាប់ជាងអូទៀតអញ្ចឹងយើងពិបាកចូលយកហើយអានេះមេឃបន្លាស្អិតមេឃធំអញ្ចឹងខ្ញុំកាត់បដាខ្ញុំប្រហុយវាបដាអត់ប្រហុយទេគឺយកបានទេបាទព្រោះវាឆ្អៀតហើយបន្លាទៀតបន្លាមកភ្ជុំបាទគឺងុំនៅក្នុងច្រាំងអូហ្នឹងបាទយើងឈរមិនស្រួលល្អិលចូលបន្លាបណ្ដោយអានេះឲ្យប្អូនខ្ញុំវាចូលកាត់បាទខ្ញុំនៅក្រៅមុនដំបូងខ្ញុំចូលតែខ្ញុំពិបាកពេកខ្ញុំឲ្យវាចូលខ្ញុំនៅចាំថតឥឡូវវាបោះឲ្យកាត់ចិត្តបានបងប្អូនបាទខ្មុំធំនៅយើងគៀកចូលឆ្នាំវីដេអូនេះខ្ញុំថតយូរហើយបាទតែ channel ខ្ញុំវាមានបញ្ហាឥឡូវខ្ញុំយកដាក់ channel ថ្មីមួយទៀតអញ្ចឹងខ្ញុំគ្រាន់តែត្រូវការបញ្ចូលតលេងសារថ្មីអញ្ចឹងណាកុំឲ្យ YouTube វាចាប់បើវាចាប់ក៏ចាប់ដែរបាទព្រោះដឹងធ្វើម៉េចព្រោះស្ដាយវីដេអូដែរបាទយើងខំថតខំអីវាមានបញ្ហា Adsense អញ្ចឹងខ្ញុំដូរ channel បដ ாய் ទៅចាប់ដើមតម្លាក់វីដេអូសារថ្មីបាទឥឡូវកាត់យកចិត្តបាទបងប្អូនបាទធំក្បាលទឹកកន្លែងនេះវាបន្លាច្រើនដូចខ្ញុំនិយាយចឹងបាទបន្លាមែនតែនមកដោយបាទឥឡូវយកបានហើយនេះយកបានហើយបាទដល់ហើយបងប្អូនអើយធំក្បាលទឹកប្រហែលជា1លីត្រជាងបាទមកវឹកខ្ញុំយកហ្នឹងបាទជាសាយអ្នកនរគ្នាចិត្ត1លីត្របាទក្បាលទឹកចិត្ត1លីត្រមិន1លីត្រជាងបាទអានេះយកមកហូរខាងក្រៅទៀតវាមេវាកាចពេកចឹងទៅដុតភ្លើងហូរខាងក្រៅបន្ថែមទៀតបងប្អូនអ្នកដែលបានចូលមើលវីដេអូខ្ញុំកុំភ្លេចជួយចុច like ឲ្យម្នាក់មួយផងបាទបើមិនពេញចិត្តនៅវីដេអូនេះព្រោះchannel ថ្មីទៅមានអ្នកចុចទេបងប្អូនបាទសិនផុសទៅមានបងប្អូនមើលឃើញកុំភ្លេចជួយចុចម្នាក់មួយផងបាទឥឡូវយកបានហើយបងប្អូនបាទដេញតិចដល់ហើយបាទ